កូនប្រុសមើលម៉ែសួរកូនតើហេតុអ្វីបានជាកូនប្រុសដុតផ្ទះយើងចោលបាទបងប្អូនហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះមួយខ្នងខ្ទេចនៅរសៀលថ្ងៃទី5ខែឧសភាឆ្នាំ2025ដែលស្ថិតនៅភូមិទួលប្រាសាទសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យបើតាមប្រភពរាយការណ៍ថាបណ្ដាលមកពីកូនប្រុសបង្កើតជាអ្នកដុតហើយការគ្រប់គ្រងអគ្គិភ័យនេះគឺប្រើប្រាស់ឡានទឹកអស់3គ្រឿងនិងសំណាងល្អមិនមានគ្រោះថ្នាក់ដល់ជីវិតមនុស្សនិងរាលដាលដល់ផ្ទះអ្នកជិតខាងតែអ្វីដែលសោកស្ដាយគឺប្រភេទផ្ទះមួយខ្នងបាទថ្មក្រោមឈើលើប្រក់ស័ង្កសីទំហំ 9x12 ម៉ែត្រមានដល់7បន្ទប់រួមនឹងសម្ភារៈមួយចំនួនទាំងឯកសារប្លង់ដីនិងរបស់ប្រើប្រាស់ត្រូវឆេះខ្ទេចទាំងស្រុងបាទแต่เป็นพึ่งเลยเดินได้ด้านไม่ไงเชี่ยช่วยอยู่บนห้องบวกนี่ก็บวก